ខ្ញុំកណាចាឆ្ងល់ថាចុះព្រះនិព្វានហ្នឹងមានទ្វារឬអត់សូមលោកគ្រូជួយណាទ្វារព្រះនិព្វានមានទ្វារឬអត់ឆ្លើយមកគឺអត់ក៏ប៉ុន្តែព្រះនិព្វានជាអារម្មណ៍តែឲ្យព្រះនិព្វានហ្នឹងមានទ្វារឬអត់អាទ្វារវិធីខណ្ឌបញ្ញកៈតាអញ្ចឹងវាព្រះនិព្វានមានខណ្ឌ5អញ្ចឹងវាខុសនៃក្នុងក៏ប៉ុន្តែព្រះនិព្វានមិនមែនជាខណ្ឌទេតែជាអារម្មណ៍ក្នុងទ្វារវិធីគេនេះជាអារម្មណ៍ក្នុងទ្វារវិធីស្ដាប់បានទេអញ្ចឹងតែអត់សួរថាព្រះនិព្វានមានវិធីចិត្តអីអត់ក៏អត់មានពីព្រោះជាសង្កតធម៌ជាអសង្កតធម៌វាមិនមានសង្កតធម៌ហើយសង្កតធម៌បានដល់រូបចិត្តចេតសិកហើយអារូបចិត្តចេតសិកនោះវាមានទ្វារនៅក្នុងទ្វារយល់ទេអញ្ចឹងឆ្លើយមកថាអត់មានទ្វារទេតែព្រះនិព្វានជាអាហ្នឹងឯងព្រះនិព្វានជាបរមត្ថសុខហើយពាក្យបរមត្ថហ្នឹងបានន័យថាម៉េចជារបស់មានពិតតែមាននេះមិនមានដោយបច្ច័យទេពេលនេះស្ដាប់បានទេចឹងតែព្រះនិព្វានមានហេតុហ្នឹងហើយព្រះនិព្វានមានហេតុប៉ុន្តែហេតុនៅក្នុងនេះមិនមែនហេតុបច្ច័យទេព្រោះគាត់តែជាហេតុរបស់ព្រះនិព្វានគឺជាហេតុក្នុងការធ្វើដំណើរទៅមិនមែនជាបច្ច័យទេមិនមែនអរិយមគ្គប្រកបអង្គ8ប្រការជាបច្ច័យដល់និរោធគឺព្រះនិព្វានទេតែអរិយមគ្គប្រកបអង្គ8ប្រការជាហេតុនាំទៅឲ្យដល់យល់ទេចឹងអានាំឲ្យទៅដល់ហ្នឹងវាខុសពីអានាំឲ្យទៅកើតតែណាយើងនិយាយបច្ច័យមានន័យថាអរិយមគ្គនាំឲ្យទៅកើតយល់ទេចឹងបើយើងនិយាយថាហេតុអរិយមគ្គប្រកបអង្គ8នាំឲ្យទៅដល់ចឹងខុសគ្នាណាពាក្យហ្នឹងអរិយសច្ចៈ2ហ្នឹងមគ្គឯនឹងនិរោធសច្ចហ្នឹងណាគឺជាហេតុនាំឲ្យទៅដល់មិនមែនជាហេតុនាំឲ្យទៅកើតទេហើយអ្នកច្រើនណាស់ច្រើនតែច្រឡំពាក្យហ្នឹងតែយើងថានាំឲ្យទៅកើតអីអញ្ចឹងមានព្រះនិព្វានតេតិននឹងបច្ច័យព្រោះព្រះនិព្វានអបច្ច័យជាអារម្មណ៍នៃចិត្តចេតសិកយល់ទេជាអារម្មណ៍បើសិនជាមិនជាអារម្មណ៍របស់ចិត្តនៃចេតសិកទេធ្វើម៉េចនឹងអស់កិលេសបានយល់ទេចឹង